របៀបរៀន3យ៉ាងសម្រាប់បងប្អូនថ្នាក់ទី12ត្រៀមប្រឡងបាក់ឌុបឲ្យបានជោគជ័យអញ្ចឹងនៅក្នុងរបៀបរៀននេះខ្ញុំសូមបែងចែកជា3ផ្នែកចុះសម្រាប់ជាគំនិតជូនជាគំនិតដល់បងប្អូនបាទអញ្ចឹងចំពោះទាំង3នេះគឺមានទី1គឺការរៀបចំការវិភាគថ្មីអញ្ចឹងការរៀបចំការវិភាគថ្មីនេះគឺបងប្អូនត្រូវផ្ដោតទៅលើមុខវិជ្ជាណាដែលបងប្អូនមិនសូវច្បាស់បងប្អូនត្រូវគិតថាមុខវិជ្ជាណាដែលបងប្អូនមិនច្បាស់មិនសូវចេះស្ទាត់ហាក់ដូចជាការប្រឡងប្រចាំខែប្រឡងប្រចាំឆមាសហាក់ដូចជានៅស្ទើរហាក់ដូចជាលទ្ធផលរបស់យើងមិនសូវបានល្អអញ្ចឹងបងប្អូនត្រូវដាក់មុខវិជ្ជាហ្នឹងឲ្យបានច្រើនជាងគេមានពេលច្រើនជាងគេសម្រាប់ការរៀនអញ្ចឹងការវិភាគថ្មីនេះគឺសំខាន់គឺបងប្អូនត្រូវផ្ដោតទៅលើមុខវិជ្ជាណាដែលបងប្អូនក្នុងចំណោមមុខវិជ្ជាទាំង7ដែលបងប្អូនត្រូវប្រឡងបាទអញ្ចឹងបងប្អូនត្រូវញែកឬក៏កំណត់មុខវិជ្ជាណាដែលបងប្អូនគិតថាសំខាន់បងប្អូនត្រូវដាក់មុខវិជ្ជាច្រើនបាទមួយទៀតនោះគឺការស្រាវជ្រាវវិញ្ញាសាចាស់ចាស់ការស្រាវជ្រាវវិញ្ញាសាចាស់ចាស់មានន័យថាបងប្អូនត្រូវស្វែងរកឬក៏ស្រាវជ្រាវរកវិញ្ញាសាចាស់ចាស់ដើម្បីបងប្អូនយកមកវឹកហាត់បាទយកមកវឹកហាត់ឲ្យបានច្រើនណាវឹកហាត់ឲ្យបានច្រើនដើម្បីដឹងថាតើកម្រិតវិញ្ញាសាដែលក្រសួងចេញកន្លងមកវាស័ក្តិសមវាស្មើនឹងសមត្ថភាពរបស់យើងរាល់ថ្ងៃអត់បាទឬមួយក៏វាធ្ងន់ជាងឬមួយក៏ស្រាលជាងអញ្ចឹងបងប្អូនត្រូវតែសិក្សាស្រាវជ្រាវរកវិញ្ញាសាហ្នឹងយកមកវឹកហាត់ធ្វើឲ្យបានច្រើនបាទឲ្យបានច្រើនទី3នោះគឺផ្ដោតទៅលើការងារទំនាក់ទំនងល្អជាមួយបងប្អូនអរគ្នាត្រូវមានទំនាក់ទំនងល្អជាមួយនឹងមិត្តភ័ក្តិហើយនឹងលោកគ្រូអ្នកគ្រូអញ្ចឹងការមានទំនាក់ទំនងល្អជាមួយមិត្តភ័ក្តិហើយនឹងលោកគ្រូអ្នកគ្រូគឺជារឿងដែលសំខាន់ហើយដែលខ្ញុំថាសំខាន់ឥឡូវខ្ញុំសូមនិយាយជាពីរទៀតនៅក្នុងហ្នឹងវាមានមិត្តភ័ក្តិនិងលោកគ្រូអ្នកគ្រូអញ្ចឹងមិត្តភ័ក្តិគឺជារឿងដែលសំខាន់នៅពេលដែលបងប្អូនទាំងអស់គ្នាមកសាលាអញ្ចឹងខ្ញុំសូមបញ្ជាក់ឡើងវិញថាមកដល់ពេលនេះសាលាមិនតាន់ឲ្យបងប្អូនអរគ្នាសម្រាប់ទេអញ្ចឹងបងប្អូនត្រូវតែមកសាលាហើយការដែលមកសាលាសួរថាតើវាល្អទេហេតុអីជាមិនព្រមទុកឲ្យពេលវេលាឲ្យពួកបងប្អូនអរគ្នានៅផ្ទះដើម្បីទិញមេរៀនបាទអញ្ចឹងការដែលទិញមេរៀននេះសូមបញ្ជាក់ថាភាពខុសគ្នារវាងការទិញមេរៀនខ្លួនឯងនិងបងប្អូនមកជួបជុំគ្នាគឺខុសគ្នាខ្ញុំគិតថាការជួបជុំមួយមិត្តភ័ក្តិវាជារឿងមួយល្អជាងការទិញខ្លួនឯងហេតុអីបានអញ្ចឹងពីព្រោះនៅពេលដែលបងប្អូនមកជួបជុំគ្នាបងប្អូនត្រូវកំណត់ថាបងប្អូនត្រូវស្វែងរកសំណួរឬក៏លំហាត់ឬក៏សំណួរណាមួយដើម្បីឲ្យបងប្អូននឹងដាក់មកថាមាន20មាន30សំណួរអញ្ចឹងបងប្អូនមានក្រុមក្លឹបសិក្សាបងប្អូនហ្នឹងបង្កើតក្រុមបងប្អូនហ្នឹងឲ្យបាន4នាក់5នាក់អញ្ចឹងទៅដើម្បីនាំគ្នារៀនដើម្បីនាំគ្នារៀនហើយរៀនហ្នឹងគឺសួរគ្នាទៅវិញទៅមកមានសំណួរ20 30សំណួរ50សំណួរចាប់យកសំណួរមួយណាសួរគ្នាចុះឡើងបាទបងអូនព្យាយាមបង្កើតសំណួរម្នាក់មួយរហូតឬក៏ម្នាក់10ម្នាក់20អ្នក30មកយកមកច្បល់ចូលគ្នាចាប់ប៉ះសំណួរមួយណាសួរសំណួរមួយហ្នឹងបាទសួរគ្នាទៅវិញទៅមកបងអូននឹងមានថាយកសំណួរទាំងអស់នេះយកទៅរៀនហើយបងអូនសួរគ្នាចុះឡើងបងអូនប្រកាសថានឹងស្ទាត់នៅសំណួរមេរៀនហ្នឹងក្នុងចំណោម50ឬក៏100សំណួរ200សំណួរបងអូនគិតថាបងអូនកាលណាដែលបងអូនដើម្បីព្យាយាមចង់ឈ្នះចាញ់ឬក៏ដើម្បីឲ្យគិតថាបងអូនឆ្លើយបានល្អបងអូនតែខំប្រឹងហ្នឹងមិនអញ្ចឹងបាទអញ្ចឹងបងអូនអាហ្នឹងវាជារឿងមួយដែលល្អអញ្ចឹងបាទអញ្ចឹងមិត្តភ័ក្តិជារឿងមួយភាសាទី2នោះគឺមួយទៀតនោះគឺគ្រូបាទទំនាក់ទំនងល្អមួយគ្រូអញ្ចឹងមានន័យថាបងប្អូនអរគ្នាត្រូវគ្រូថាគ្រូសំខាន់មិនលោកគ្រូគ្រូសំខាន់នៅត្រង់ថាបងប្អូនអរគ្នានៅពេលដែលបងប្អូនជួបជុំគ្នាដូចខ្ញុំបាននិយាយអញ្ចឹងថាបងប្អូនជុំគ្នាសួរគ្នាទៅវិញទៅមកអំពីសំណួរសួរគ្នាទៅវិញទៅមកអំពីប៉ុន្តែលំហាត់មួយចំនួនបងប្អូនធ្វើមិនចេញដោះស្រាយគ្នាដោះស្រាយហើយឬក៏សួរនាំគ្នាឲ្យសួរថាមិននៅតែមិនចេញអញ្ចឹងបងប្អូនត្រូវតែទៅជួបលោកគ្រូហើយទៅជួបលោកគ្រូណាគឺលោកគ្រូនៅសាលាគាត់អញ្ជើញមកសាលាអញ្ចឹងបងប្អូនជួបគាត់ទៅបើគ្រូកណិតបងប្អូនមិនចេះដោះស្រាយលំហាត់កណិតត្រង់នេះរូបមន្តនេះរូបមន្តនោះអញ្ចឹងបងប្អូនសួរគាត់ទៅគាត់នឹងប្រាប់បងប្អូនហ្នឹងបាទគាត់មិនកំណាញ់ទេបាទអញ្ចឹងរឿងនេះគឺជារឿងសំខាន់